ឯបានដូចគ្នាតម្លៃដូចគ្នាតែបានអ្នកផ្សេងភ្ញៀវសួរនាំច្រើនហើយលោកដាច់ជាងសូមស្វាគមន៍មកកាន់ការកាត់បាក់ Digital របស់គណៈកម្មការសេដ្ឋកិច្ចនិងធុរកិច្ច Digital បងប្អូនទាំងអស់គ្នាជារៀងរាល់ថ្ងៃមុននឹងទិញតំណែងអ្វីមួយតែបងប្អូននៅធ្វើអ្វីមុនគេច្បាស់ណាស់ទាំងគេទាំងខ្ញុំនឹងស្វែងរកវាតាមអនឡាញសិនដូចជាឆៃ Facebook TikTok និងប្រព័ន្ធផ្សព្វផ្សាយនានាប៉ុន្តែមិនបានតែយើងឃើញផលិតផលហ្នឹងម្ដងហើយម្ដងទៀតបន្ទាប់ពីយើងស្វែងរកតាមអ៊ីនធឺណិតតើវាជារឿងចៃដន្យមែនទេការពិតទៅវាមិនមែនជារឿងចៃដន្យទេនៅពេលដែលអ្នកស្វែងរកផលិតផលអ្វីមួយអ្នកលក់ក៏កំពុងស្វែងរកអ្នកទិញដូចគ្នាអ្នកលក់ប្រើប្រាស់ Digital Marketing ដើម្បីធ្វើឲ្យផលិតផលឬសេវាកម្មរបស់ពួកគាត់បង្ហាញខ្លួនទៅកាន់អ្នកទិញប្រសិនបើអ្នកទាំងអស់គ្នាសួរថាគេប្រើប្រាស់ Digital Marketing ដោយរបៀបណានេះហើយគឺជាឱកាសសម្រាប់អ្នកទាំងអស់គ្នាគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ច Digital នឹងមានកម្មវិធីបណ្ដុះបណ្ដាលពីរផ្សេងគ្នាកម្មវិធីបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍជំនាញការរៀបចំយុទ្ធសាស្ត្រទីផ្សារសម្រាប់ធុរកិច្ចក្នុងសម័យ Digital ដែលផ្ដោតសំខាន់សម្រាប់បងប្អូនដែលជាសហគ្រាសធុនតូចនិងមធ្យមនិងវគ្គបណ្ដុះបណ្ដាលស្ដីពីមូលដ្ឋាននៃការចាប់យក Digital សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលផ្ដោតសំខាន់សម្រាប់បងប្អូនដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្មវិធីបណ្ដុះបណ្ដាលទាំងពីរនេះផ្ដល់ឱកាសឲ្យបងប្អូនទាំងអស់គ្នាចូលរួមសិក្សាដោយឥតគិតថ្លៃកុំភ្លេចតាមដានបណ្ដាញសង្គមទាំងអស់របស់គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ច Digital